បាទសួស្តីបងប្អូនថ្ងៃនេះជាងដៃថ្មីមានការងារមួយដូរដុំភ្លើងហាត់រីបងប្អូននេះហាត់រីនេះប្រើយូរហើយបងប្អូនចូលហើយជា4ឆ្នាំហើយអញ្ចឹងប្រើយូរទៅវាខ្សោយដុំភ្លើងហ្នឹងហើយនៅពេលដែលយើងប្រើយូរទៅវាទៅហើយយើងវាវិលខ្សោយទៅអញ្ចឹងណាបងប្អូនដល់ពេលវិលខ្សោយទៅបើយើងជួសជុលបើយើងដូរតែបដាងដូរតែអីក៏វាប្រើអត់បានយូរដែរពេលអញ្ចឹងយើងដូរវាមកសំណុំហ្មងទៅបើយើងនិយាយពីឡានវិញវាដូចជាយើងរើម៉ាស៊ីនឡានទៅជា0ម៉ៃវិញដល់ពេលអញ្ចឹងទៅវាអែមមកវាឡើងវាដូចថាខ្លាញ់គូអញ្ចឹងណាហើយវាប្រើបានយូរខ្យល់វាខ្លាំងអញ្ចឹងណាបើយើងគ្រាន់តែដូរគ្រឿងទីទួយនៅក្នុងហ្នឹងក៏វាប្រើបានយូរដែរហើយវាចំណាយច្រើនបើយើងដូរមកសំណុំជាហ្មងទៅយើងចំណាយម្ដងយើងប្រើបានរាប់ឆ្នាំទៀតអញ្ចឹងហើយនេះវីដេអូខ្ញុំធ្វើតេស្តវាខ្ញុំតខ្សែតអីធ្វើតេស្តហើយយើងបើកសាកវាអញ្ចឹងហ្នឹងហើយបន្ទាប់ពីយើងធ្វើតេស្តវាហើយយើងក៏ចាប់ដើមតខ្សែចូលហើយតខ្សែយើងប្រើហ្គែនដើម្បីរោលវាឲ្យជាប់ល្អយើងអត់ប្រើស្កុតទេពេលប្រើស្កុតពេលដែលយើងបើកយូរវាក្តៅវាអាចស្កុតហ្នឹងវាលាមកវិញពេលអញ្ចឹងខ្ញុំប្រើហ្គែនមកហើយនេះតហើយយើងធ្វើតេស្តវាថាពេលតែខ្យល់ខ្លាំងហើយម៉ាស៊ីនក៏ស្ងាត់ហើយអញ្ចឹងវាចំណេញជាងយើងដូរគ្រឿងម្ដងតិចវាអស់ច្រើនអញ្ចឹងបងហ្នឹងហើយមិនថាតាហាល់ធម្មតាតាហាល់ហាត់រីទេតែយើងប្រើយូរទៅវាខ្សោយដុំដូចគ្នាបងប្អូនហើយយើងមានដូរទាំងតាហាល់ធម្មតាទាំងហាត់រីបងប្អូនហើយនេះប្រភេទដុំសម្រាប់យើងទុកដូរប្រភេទដុំភ្លើងល្អពួកអាក្រាបងនេះប្រើបានយូរឆ្នាំហ្នឹងហើយសម្រាប់ដូរទាំងហាល់ធម្មតានេះបាទហ្នឹងហើយវីដេអូខ្ញុំមានប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណហើយបើត្រូវការជួសជុលតាហាល់អីអាចតាក់ទងខ្ញុំបាន